ខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ក្នុងចំណោះជើងវត្តពិសារាមខ្ទមយើងទាំងមូលបាទពីនេះព្រះសង្ឃកំពុងមានការកសាងនៅបេតុងយើងឆ្វេលជុំវិញព្រះវិហារហើយព្រះសង្ឃកំពុងញាប់ដៃញាប់ជើងធ្វើមុនចូលសង្ក្រាន្តយើងអង្គចៅទៅការថ្មីគឺព្រះនាមទេពវង្សាគឺព្រះអង្គបានដឹកនាំនៅព្រះសង្ឃបានកសាងមិនជាងមួយបណ្ណាទេបងប្អូនគឺព្រះសង្ឃក្នុងវត្តយើងធ្វើផ្ទាល់ឥឡូវលោកកំពុងរៀបចំសង្ក្រាន្តឆ្នាំថ្មីយើងក្រុមដើមច័ន្ទរៃយើងទាំងកន្លែងយើងរឹមកំសាន្តរយឆ្នាំមកឆ្នាំនេះនឹងផ្លែបងប្អូនឥឡូវនេះមើលចាក់បេតុងឆ្វេលជុំវិញព្រះវិហារតែនៅខ្វះខាតស៊ីម៉ង់ខ្សាច់ថ្មច្រើនបងប្អូនបើបងប្អូនដែលមានសទ្ធាជ្រះថ្លាក៏អាចចូលរួមជុំព្រះសង្ឃបានលោកអត់បានចូលជាងមួយបណ្ណាទេគឺព្រះសង្ឃក្នុងវត្តធ្វើផ្ទាល់បាទនេះកំពុងដាក់រស័យដាក់ផ្កាបដើហើយតិចទៀតនឹងស្អាតចេះនេះឥឡូវកំពុងធ្វើបងប្អូនដែលមានសទ្ធាអាចចូលជាស៊ីម៉ង់ខ្សាច់ថ្មបាទចាក់ឆ្វេលជុំវិញព្រះវិហារនេះខ្ញុំជឿជាក់និងសង្ឃឹមថាបងប្អូនពុទ្ធបរិស័ទចំណោះជើងវត្តតារាមខ្ទមយើងទាំងមូលមិននេះកន្តើយទេបាទនឹងជួយបាទតិចច្រើនក្តីតាមកម្លាំងសទ្ធាបាទសូមអរគុណ